សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការសម្រាយរឿងបែប Man Hojier ជាមួយ Admin ណាលើកុំឲ្យខាត់ពេលវេលាយូរតោះចូលមកសាច់រឿងយើងតែម្ដងនៅក្នុងបន្ទប់ដែលស្ងាត់ជ្រងដូរីយ៉ាដែលទើបតែប្រមូលសម្លៀកបំពាក់មកខ្ទប់នឹងខ្លួនទាំងក្តីអៀនព្រានបានសួរទៅកាន់បងស្រីទាំងខ្សឹបខ្សួរថាបងស្រីបងកំពុងតែរកខ្ញុំមែនទេទោះបីជាក្នុងចិត្តភ័យអនឹងអៀនរហូតដល់មុខក្រហមងាំងដូចពេងប៉ោះយ៉ាងណាក៏ដោយហេរ៉ាដឹងខ្លួនភ្លាមថាត្រូវតែទាញអារម្មណ៍ត្រឡប់មកវិញជាប្រញាប់ដើម្បីកុំឲ្យប្រព័ន្ធចាប់ថ្នាក់បាននាងបានប្រើកែវភ្នែកដ៏មុតស្រួចរួចបោះដបថ្នាំលាបរបួសទៅលើគ្រែទាំងបង្ខំចិត្តស្រែកគំហុកយ៉ាងកាចថាយកអានឹងទៅលាបលើមុខរបួសរបស់ឯងទៅឥឡូវនេះភ្លាមបន្ទាប់ពីបោះដបថ្នាំឲ្យរួចហេរ៉ាបានប្រញាប់ងាកមុខចេញភ្លាមដើម្បីកុំឲ្យដូរីយ៉ាមើលឃ្លីពីទឹកមុខដែលកំពុងតែភ័យស្លន់ស្លោនឹងអៀនរបស់នាងបាននិយាយបន្ថែមទាំងសំឡេងរឹងកំប្រឹសថាហើយប្រញាប់ស្លៀកសម្លៀកបំពាក់របស់ឯងចូលវិញជាប្រញាប់ទៅការធ្វើបែបនេះមិនត្រឹមតែជួយរក្សាតួនាទីជាស្រីចិត្តអាក្រក់តាមបញ្ជារបស់ប្រព័ន្ធប៉ុណ្ណោះទេតែវាក៏ជាឱកាសផ្ដល់ពេលវេលាឯកជនឲ្យប្អូនស្រីបានស្លៀកពាក់និងលាបថ្នាំព្យាបាលរបួសជើងដោយខ្លួនឯងផងដែរបន្ទាប់ពីបានរៀបចំខ្លួននិងស្លៀកពាក់រួចរាល់ដូរីយ៉ាបានសម្លឹងមើលទៅដបថ្នាំលាបរបួសដ៏ប្រណីតដែលហេរ៉ាបោះឲ្យរួចគិតក្នុងចិត្តទាំងមិនសូវទុកចិត្តថាថ្នាំលាបរបួសកម្រិតខ្ពស់ប្រភេទនេះមានតម្លៃស្មើនឹងទ្រព្យសម្បត្តិដ៏មហាសាល័យណោះតើនាងពិតជាមានចិត្តចង់យកវាមានឲ្យខ្ញុំដោយស្មោះត្រង់មែនទេដើម្បីដឹងច្បាស់ថាបងស្រីមានគំនិតអាក្រក់អ្វីលាក់បាំងឬក៏គ្រាន់តែចង់ធ្វើបាបនាងទៀតដូរីយ៉ាបានសម្រេចចិត្តសាកល្បងចិត្តបងស្រី testing the waters ដោយកាន់ដបថ្នាំនោះដើរទៅជិតរួចសួរទៅហេរ៉ាទាំងទន់ភ្លន់និងរារែកថាបងស្រីតើរបស់នេះត្រូវបើកវាយ៉ាងម៉េចទៅនៅពេលឃើញដូរីយ៉ាមកសួរនាំរឿងបើកដបថ្នាំមិនចេញបែបនេះហេរ៉ាដែលកំពុងតែព្យាយាមលាក់បាំងភាពអៀនខ្មាសស្រាប់ផ្លាស់ប្ដូរមកជាធ្វើទឹកមុខធុញថប់និងមុំឲ្យភ្លាម impatient នាងបានស្ទុះទៅឆក់យកដបថ្នាំពីដៃប្អូនស្រីរួចនិយាយស្ដីបន្ទោសបង្អាប់ទាំងកំហឹងដើម្បីរក្សាតួនាទីថាសូម្បីតែបើកដបថ្នាំធម្មតាមួយក៏ឯងធ្វើមិនកើតដែរពិតជាគ្មានបានការមែនទោះបីជាមាត់រឹងនិងស្ដីបន្ទោសឲ្យប្អូនស្រីខ្លាំងយ៉ាងណាក៏ដោយតែដៃរបស់ហេរ៉ាបែជាកំពុងតែខំប្រឹងរមួលបើកគម្របដបថ្នាំនោះយ៉ាងស្រាក់ស្រាំដើម្បីឲ្យប្អូនស្រីបានយកទៅលាបរបួសឲ្យបានឆាប់រហ័សហេរ៉ាបានសង្កត់គម្របដបថ្នាំចុះដើម្បីបើកវារួចនិយាយទាំងទឹកមុខងឿងឆ្ងល់និងមើងម៉ាត់ថាមើលឲ្យច្បាស់ទៅខ្ញុំបង្ហាញឯងតែម្ដងគត់បន្ទាប់ពីបើកគម្របរួចនាងបានហុចដបថ្នាំនោះទៅឲ្យដូរីយ៉ាវិញទាំងកំហឹងរួចស្ដីបន្ទោសបន្តតើឯងកំពុងតែភ្លឹកគិតពីស្អីនឹងកុំប្រាប់ណាថាឯងរំពឹងឲ្យខ្ញុំជាអ្នកលាបថ្នាំនឹងឲ្យឯងនោះឮបងស្រីនិយាយបែបនេះដូរីយ៉ាបែជាមិនខ្លាចថែមទាំងលួចញឹមក្នុងចិត្តនាងបានទាញរ៉ូបឡើងបន្តិចបង្ហាញស្នាមរបួសនៅលើជង្គង់ដ៏ខ្ចីរបស់នាងរួចធ្វើមុខគួរឲ្យអាណិតនិយាយទាំងអៀនព្រានថាតើវាពិតជាអាចទៅរួចមែនទេបើអញ្ចឹងទេខ្ញុំទុកការងារនេះឲ្យបងស្រីហើយណាទិដ្ឋភាពជង្គង់ដែលមានរបួសបូករួមនឹងកាយវិការអង្វរករដ៏គួរឲ្យស្រឡាញ់របស់ប្អូនស្រីបានធ្វើឲ្យហេរ៉ាគៀងនិយាយលែងចេញមុខឡើងក្រហមងាំងជាងមុនទៅទៀតខណៈពេលដែលហេរ៉ាកំពុងតែតច្រកប្រព័ន្ធកញ្ជ្រោងស្រាប់តែលេចមុខមកញុះញង់ទាំងរំភើបថាម្ចាស់ឲ្យទៅធ្វើឲ្យខ្លាំងទៅធ្វើឲ្យនាងឈឺចាប់ខ្លាំងដូចធ្លាក់នរកទៅហេរ៉ាបានត្រឹមតែលួចគិតក្នុងចិត្តទាំងហួសចិត្តថាវាស្ដាប់ទៅដូចជាមនុស្សវិកលចរិតបន្តិចហើយខណៈពេលដែលហេរ៉ាកំពុងតែភ្លើគិតនោះដូរីយ៉ាបាននិយាយទាំងមុខក្រហមងាំងថែមទាំងអង្វរករដោយសម្ដីទន់ភ្លន់ថាបងស្រីខ្ញុំសូមអង្វរទោះជាយ៉ាងណាដើម្បីបញ្ចប់រឿងនិងបិទបាំងភាពអៀនហេរ៉ាបានត្រុតជង្គង់ចុះទៅជិតដូរីយ៉ារួចនិយាយរអ៊ូតមទាំងខឹងខុសរឿងថាគ្រាន់តែរបួសបន្តិចបន្តួចសោះឯងធ្វើរឿងឲ្យវែងឆ្ងាយណាស់ពិតជាពូកែសម្ដែងមែនក៏ប៉ុន្តែដៃរបស់នាងចាប់ផ្ដើមលាបថ្នាំឲ្យប្អូនស្រីថ្នមនៅពេលឃើញបងស្រីចិត្តអាក្រក់សុកចិត្តលូកយកឈើកបាសតូចជ្រលក់ចូលទៅក្នុងដបថ្នាំដូរីយ៉ាបានបើកភ្នែកធំទាំងភ្ញាក់ផ្អើល surprise រួចគិតក្នុងចិត្តថានាងពិតជាកំពុងតែលាបថ្នាំឲ្យខ្ញុំមែននឹងតើនាងពិតជាមានល្បិចកអាក្រក់អ្វីលាក់បាំងទៀតមែនទេទោះបីជាក្នុងចិត្តពោពេញទៅដោយមន្ទិលសង្ស័យយ៉ាងណាក៏ដោយក៏នាងនៅតែអង្គុយស្ងៀមចាំមើលទង្វើបន្តរបស់បងស្រីហេរ៉ាមិនខ្វល់ពីខ្សែភ្នែករបស់ប្អូនស្រីឡើយនាងបានអន់ខ្លួនចុះរួចលូកដៃទៅចាប់កាន់កំភួនជើងដ៏ស្រឡូនរបស់ដូរីយ៉ាយ៉ាងជាប់ grabs hold ដើម្បីកុំឲ្យនាងរើបំរាស់ប៉ុន្តែអ្វីដែលធ្វើឲ្យដូរីយ៉ានឹកស្មានមិនដល់នោះគឺហេរ៉ាមិនបានធ្វើបាប
ឬសង្កត់របួសឲ្យឈឺចាប់ដូចសម្ដីរបស់ប្រព័ន្ធកញ្ជ្រោងញុះញង់ឡើយផ្ទុយទៅវិញនាងបានអន់មុខទៅជិតស្នាមរបួសរួចធ្វើការផ្លុំខ្យល់តិចៗហូហូការផ្លុំខ្យល់ដ៏ទន់ភ្លន់ដើម្បីកាត់បន្ថយភាពសាក្តៅនៃទឹកថ្នាំបានធ្វើឲ្យដូរីយ៉ាគាំងស្មារតីនាងបានសម្លឹងមើលបងស្រីទាំងក្តីញឿងឆ្ងល់ជាខ្លាំង Curious រួចលាន់មាត់ខ្សឹបតាមថាហូហូនាងមិននឹកស្មានថាបងស្រីដែលធ្លាប់តែប្រើពាក្យសម្ដីកាចឆ្នាស់និងស្អប់ខ្ពើមនាងកន្លងមកបែរជាមានជ្រុងខាងដ៏ទន់ភ្លន់និងយកចិត្តទុកដាក់ចំពោះនាងដល់ថ្នាក់នេះសោះបន្ទាប់ពីដឹងខ្លួនថាបានភ្លាត់ធ្វើទង្វើដ៏ទន់ភ្លន់ផ្លុំរបួសហេរ៉ាបានប្រញាប់ងើបមុខឡើងរួចរកលេសដោះសារទាំងក្រហមមុខដើម្បីបិទបាំងភ្លាមថាវាគ្រាន់តែជាទំនៀមទម្លាប់មុនពេលលាបថ្នាំប៉ុណ្ណោះស្អីគេឯងមិនដែលឃើញពីមុនមកទេមែនទេមនុស្សអីមិនដឹងពីអ្វីបន្តិចណាសោះនាងលួចដកដង្ហើមធំក្នុងចិត្តទាំងភ័យអរក៏ទម្លាប់ចង្រៃរបស់ខ្ញុំនេះបេសឲ្យប្រព័ន្ធចាប់បានហើយតែសំណាងល្អដែលប្រព័ន្ធមិនបានចាត់ទុកថាជាការខុសឆ្គងពីតួអង្គ walk out of character ភ្លាមនោះនាងក៏ចាប់ផ្ដើមយកឈើក្បាលស្មុកលាបនឹងមុខរបួសដូរីយ៉ាបានត្រឹមតែស្ទុះកន្ត្រាក់បន្តិចទាំងផ្សាររួចស្រែកក្នុងចិត្តថាប្រហែកនៅពេលឃើញទឹកមុខប្អូនស្រីប្រែប្រួលហេរ៉ាមានអារម្មណ៍ភ័យព្រួយនិងបារម្ភភ្លាម nervous រហូតភ្លាត់សួរនាំដោយក្តីបារម្ភថាតើវាឈឺខ្លាំងទេប៉ុន្តែដូរីយ៉ាដែលកំពុងតែឈឺផ្សានោះបានតបវិញទាំងអត់ធ្មត់ថាក៏ខ្ញុំមិនអីទេឮបែបនេះហេរ៉ាក៏បដូរមកជាស្រែកគំហកដើម្បីរក្សាតួនាទីចិត្តអាក្រក់វិញភ្លាមមនុស្សល្ងងឯងកំពុងសម្ដែងធ្វើជាខ្លាំងឲ្យអ្នកណានឹងបន្តិចទៀតវានឹងរឹតតែឈឺជាងនេះទៅទៀតបើចង់យំក៏យំមកយល់ទេដូរីយ៉ាបែរជាលួចកក់ក្ដៅក្នុងចិត្តរួចវិញយ៉ាងស្ដាប់បង្គាប់ obedient ថាចាសោះបងស្រីខ្ញុំនឹងស្ដាប់តាមបងហេរ៉ាបានបន្តអន្ក្បាលលាបថ្នាំឲ្យប្អូនស្រីយ៉ាងយកចិត្តទុកដាក់បំផុត focused នាងបានគិតក្នុងចិត្តទាំងស្រទន់ថាខ្ញុំគិតថាទង្វើមួយនេះអាចចាត់ទុកជាការប៉ះពាល់និងសុំទោសចំពោះអ្វីដែលខ្ញុំបានធ្វើខុសចំពោះនាងកន្លងមកចុះខណៈពេលដែលឃើញបងស្រីកំពុងផ្ដោតអារម្មណ៍លាបថ្នាំឲ្យខ្លួនយ៉ាងថ្នមថ្នមបែបនេះដូរីយ៉ាដែលធ្លាប់តែសង្ស័យក៏ចាប់ផ្ដើមរារែកក្នុងចិត្តតើនាងគ្រាន់តែចង់ឲ្យខ្ញុំរងទុក្ខវេទនាដោយសារតែភាពសានៃទឹកថ្នាំនេះឬមួយក៏នាងពិតជាបារម្ភពីខ្ញុំមែនខ្សែភ្នែកដ៏ទន់ភ្លន់របស់ហេរ៉ាបានធ្វើឲ្យដូរីយ៉ាចាប់ផ្ដើមមើលឃើញពីទឹកចិត្តពិតប្រាកដរបស់បងស្រីម្នាក់នេះកាន់តែច្បាស់ដូរីយ៉ាសម្រក់ទឹកភ្នែកទាំងការឈឺចាប់រួចធ្ងោតិចថាអាហាវាឈឺខ្លាំងណាស់គេខណៈពេលដែលកំពុងទ្រាំនឹងការឈឺចាប់ដូរីយ៉ានៅតែលួចគិតក្នុងចិត្តទាំងសោកសៅចំពោះទង្វើរបស់បងស្រីនាងថាបើការគិតរបស់ខ្ញុំត្រឹមត្រូវនាងគ្រាន់តែចង់ឃើញខ្ញុំរងទុក្ខវេទនាតែប៉ុណ្ណោះតែទោះជាយ៉ាងណាទឹកមុខរបស់ហេរ៉ាបែរជាបង្ហាញពីភាពក្រៀមក្រំនិងឈឺចាប់ជំនួសប្អូនស្រីទៅវិញនៅពេលឃើញហេរ៉ាកំពុងសម្ដែងធ្វើជាតួអង្គចិត្តអាក្រក់បានយ៉ាងល្អប្រព័ន្ធសត្វកញ្ជ្រោងបានលោតចេញមកទាំងត្រេកអរហើយនិយាយលើកទឹកចិត្តថាម្ចាស់ host គ្រប់យ៉ាងកំពុងតែដើរទៅមុខយ៉ាងរលូនដូចអ្វីដែលអ្នកបានទាយទុកអញ្ចឹងអ្នកពិតជាមានដងជាតួអង្គvillain ដ៏ល្អឥតខ្ចោះមែនលឿនឡើងបន្តធ្វើបាបនាងទៀតទៅហេរ៉ាបានត្រឹមតែលួចតបក្នុងចិត្តទាំងធុញទ្រាន់និងឌឺដងទៅកាន់ប្រព័ន្ធវិញថាកវ៉ាវអរគុណខ្លាំងណាស់ណាដើម្បីបំពេញតួនាទីជាតួអង្គចិត្តអាក្រក់តាមបញ្ជារបស់ប្រព័ន្ធនិងដើម្បីបិទបាំងក្តីអាណិតអាសូររបស់ខ្លួនហេរ៉ាបានលូកដៃទៅច្បិចចង្ការបស់ដូរីយ៉ា pinches her chin រួចស្រែកគំហកទាំងទឹកមុខមាំថាឈប់យំទៅឯងមើលទៅអាក្រក់មើលណាស់ដូរីយ៉ាបានត្រឹមតែសម្លឹងមើលមុខបងស្រីទាំងកែវភ្នែករលីងរលោងរួចហើយទាំងខ្សឹបខ្សួលថាបងស្រីនៅខណៈពេលនោះដំណក់ទឹកភ្នែកដ៏ថ្លាឆ្វង់របស់ដូរីយ៉ាបានស្រក់ចុះមកជំលើបាតដៃរបស់ហេរ៉ាភ្លាមនោះដំណក់ទឹកភ្នែកនោះបានបញ្ចេញពន្លឺចែងចាំង5ពណ៌យ៉ាងស្អាតប្លែកខុសពីធម្មតាទង្វើដែលមានភាពផ្ទុយគ្នារវាងការសម្ដែងជាតួចិត្តអាក្រក់និងមនោសញ្ចេតនាពិតដ៏ជ្រាលជ្រៅរវាងបងស្រីនិងប្អូនស្រីបានធ្វើឲ្យរាងកាយរបស់ហេរ៉ាប្រែជាកក់ទ័រភ្លាមនោះប្រព័ន្ធពិភពលោកសិប្បនិមិត្តនេះបានលោតសញ្ញាព្រមានពណ៌ក្រហមឆ្អៅយ៉ាងធំថាក្បិចព្រោះមនោសញ្ចេតនាមួយនេះបានកំពុងតែបំបែកច្បាប់ចម្លងនៃសាច់រឿងទាំងស្រុងហើយដោយសារតែឥទ្ធិពលនៃកបឹកគឺនៅក្នុងប្រព័ន្ធទឹកមុខរបស់ហេរ៉ាស្រាប់តែប្រែជាទន់ភ្លន់និងញឹមយ៉ាងកក់ក្ដៅដាក់ប្អូនស្រីរួចនិយាយពាក្យលួងលោមយ៉ាងផ្អែមល្ហែមថាការលាងសម្អាតរបួសវាអាចនឹងផ្សារបន្តិចហើយប៉ុន្តែបន្តិចទៀតឯងនឹងមានអារម្មណ៍ធូរស្រាលវិញទេធ្វើជាក្មេងល្អហើយទ្រាំបន្តិចទៅណាយល់ទេ
បងនឹងព្យាយាមធ្វើវាឲ្យថ្នមបំផុតតាមដែលអាចធ្វើទៅបានឮសម្ដីដ៏ទន់ភ្លន់ខុសពីធម្មតាបែបនេះដូរីយ៉ាស្រាប់តែបើកភ្នែកធំៗទាំងក្តីរំភើបនិងភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីនិយាយពាក្យទាំងនោះរួចហេរ៉ាបានយកដៃខ្ទប់មាត់ខ្លួនឯងភ្លាមៗទាំងក្តីតក់ស្លុតនិងស្លន់ស្លោជាខ្លាំងហេហេតុអ្វីបានជាខ្ញុំស្រាប់តែនិយាយអ្វីដែលជាអារម្មណ៍ពិតរបស់ខ្ញុំចេញមកអញ្ចឹងនាងមានអារម្មណ៍ភ័យអរនិងមិនយល់ពីអ្វីដែលកំពុងកើតឡើងចំពោះរាងកាយខ្លួនឯងសោះក៏ប៉ុន្តែអំបញ្ញមិញនេះវាដូចជាខ្ញុំកំពុងស្ថិតនៅក្រោមមន្តអាគមសិល្បខ្លះអញ្ចឹងខ្ញុំមិនអាចគ្រប់គ្រងមាត់របស់ខ្លួនឯងបានទាល់តែសោះខណៈពេលដែលឃើញបងស្រីកំពុងស្លន់ស្លោដូរីយ៉ាដែលកំពុងតែសម្លឹងមើលទៅហេរ៉ាទាំងក្តីស្រឡាំងកាំងនិងមិនចង់ជឿនឹងត្រចៀកខ្លួនឯង in disbelief ក៏បានសួរទៅកាន់បងស្រីទាំងកែវភ្នែករលីងរលោងដោយក្តីសង្ឃឹមថាបងស្រីអ្វីដែលបងទើបតែនិយាយអំបញ្ញមិញនេះតើបងកំពុងតែបារម្ភពីខ្ញុំមែនទេសម្ដីពិតដែលលេចចេញដោយអចេតនារបស់ហេរ៉ាបានធ្វើឲ្យបេះដូងដែលធ្លាប់តែរងគ្រោះរបស់ដូរីយ៉ាចាប់ផ្ដើមមានក្តីសង្ឃឹមឡើងវិញចំពោះទំនាក់ទំនងបងស្រីម្នាក់នេះភាគនេះចប់ហើយរងចាំទស្សនានៅភាគបន្តណាជាចុងក្រោយ Admin សូមអរគុណទៅកាន់អ្នកគាំទ្រទាំងអស់គ្នាដែលបានចុច Like និង Follow មកកាន់ Admin